សូមគោរពនឹងជម្រាបសួរខ្ញុំបាទឈ្មោះននតារីគឺជាគ្រូបង្រៀនថ្នាក់ទី6នៅសាលាបឋមសិក្សាគួចមីលីទូបេងដែលស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមបាទសួស្តីបងប្អូនអរគ្នាយើងវិលជួបគ្នាជាថ្មីម្ដងទៀតហើយតាមរយៈការសិក្សាពីចម្ងាយដោយសារតែស្ថានភាពបច្ចុប្បន្នប្រទេសកម្ពុជារបស់យើងក៏ដូចជាពិភពលោកជំងឺ Covid-19 គឺពុំទាន់ស្ងប់ស្ងាត់នៅឡើយនោះទេទើបក្រសួងអប់រំយុវជននិងកីឡានៅតែបន្តឲ្យបងប្អូនទាំងអស់គ្នាសិក្សាពីចម្ងាយជាមួយលោកគ្រូតាមរយៈបណ្ដាញសង្គមដែលមានដូចជា Facebook និង YouTube ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជាទូរទស្សន៍តតក2ទូរទស្សន៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍សាកលជាច្រើនទៀតផងដែរបាទអញ្ចឹងដើម្បីចូលរួមក្នុងការការពារពីជំងឺ Covid-19 គឺបងប្អូនទាំងអស់គ្នាកុំភ្លេចគឺរក្សាអនាម័យដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលជែលបាទដើម្បីកម្ចាត់ពីមេរោគ Covid-19 និងមេរោគផ្សេងៗផងដែរបាទហើយបងប្អូនអរគ្នាដើម្បីរៀនជាមួយលោកគ្រូបានគឺបងប្អូនអរគ្នាត្រូវតែត្រៀមសម្ភារៈសិក្សាមួយចំនួនដូចជាសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី6បាទសៀវភៅសរសេរប៊ិចនិងសម្ភារៈសិក្សាមួយចំនួនទៀតតែអ្វីដែលពិសេសនោះគឺបងប្អូនអរគ្នាត្រូវតែបាទគឺត្រៀមនៅម៉ាស៊ីនគិតលេខដើម្បីយើងសិក្សាទៅដល់មេរៀនរបស់យើងបាទអញ្ចឹងយើងត្រៀមយកម៉ាស៊ីនគិតលេខនិងសម្ភារៈទាំងអស់នោះដាក់នៅលើតុសិក្សារបស់យើងផងដែរបាទអញ្ចឹងបងប្អូនអាចត្រៀមទៅតើបងប្អូនអរគ្នាបានត្រៀមសម្ភារៈសិក្សារួចហើយឬនៅបាទលោកគ្រូគិតថាប្រហែលជាបងប្អូនអរគ្នាបានត្រៀមសម្ភារៈសិក្សារួចហើយណោះបាទអរគុណច្រើនសម្រាប់ការរៀបចំសម្ភារៈសិក្សារបស់បងប្អូនអរគ្នាបាទអរគុណច្រើនមុននឹងបន្តទៅដល់មេរៀនរបស់យើងបន្តគឺលោកគ្រូសូមរំលឹកពីអ្វីដែលបងប្អូនទាំងអស់គ្នាបាទបានរៀនជាមួយលោកគ្រូនៅក្នុងថ្ងៃមុននិងចូលរួមកាយវិការផ្ទះទាំងអស់គ្នាថាតើមេរៀនគណិតវិទ្យារបស់យើងនៅក្នុងថ្ងៃមុនយើងសិក្សាអំពីអ្វីម្ដងទៀតតើមេរៀនគណិតវិទ្យារបស់យើងនៅក្នុងថ្ងៃមុនសិក្សាអំពីអ្វីបាទអរគុណច្រើនគឺយើងសិក្សាអំពីមេរៀនទី8ទាក់ទងជាមួយនឹងវិធីគុណនិងវិធីចែកចំនួនទស្សភាគដែលចំណងជើងររបស់យើងគឺការប្រើប្រាស់ម៉ាស៊ីនគិតលេខដើម្បីគណនាលើប្រមាណវិធីចំនួនទស្សភាគបាទអរគុណច្រើនអញ្ចឹងដើម្បីប្រើប្រាស់ម៉ាស៊ីនគិតលេខនៅលើប្រមាណវិធីចំនួនទស្សភាគតើបងប្អូនអរគ្នាត្រូវធ្វើដូចម្ដេចបាទទី1គឺយើងត្រូវចុចAC ឬក៏ on ដើម្បីឲ្យម៉ាស៊ីនគិតលេខនេះដំណើរការបាទកាលណាដំណើរការគឺវាលោតលេខ0មកបាទទី2គឺយើងចាប់ផ្ដើមបាទចុចលេខមានថាចុចលេខតាំងឲ្យចំនួនចុចលេខតាំងឲ្យចំនួនឧទាហរណ៍គុណចែកអីចឹងទៅយើងចុចតាមហ្នឹងបន្ទាប់មកគឺយើងចុចបាទប្រមាណវិធីមានសញ្ញានៃប្រមាណវិធីមានបូកដកគុណចែកបាទមួយទៀតគឺយើងចុចបាទលេខតាំងឲ្យចំនួនដូចគ្នាបាទចំនួនដូចគ្នាហើយចុចសញ្ញាស្មើនោះចម្លើយនឹងឃើញផ្ទាំងនៅលើផ្ទាំងកញ្ចក់នៃម៉ាស៊ីនគិតលេខបាទដូច្នេះយើងចូលរួមកាយកិច្ចការផ្ទះទាំងអស់គ្នាដែលលោកគ្រូដាក់ឲ្យបងប្អូនអរគ្នាដោះស្រាយនៅក្នុងថ្ងៃមុនបាទតោះគឺលោកគ្រូឲ្យបងប្អូនអរគ្នាគឺចូលប្រើម៉ាស៊ីនគិតលេខដើម្បីគណនាប្រមាណវិធីខាងក្រោមអញ្ចឹងយើងចាប់ផ្ដើមគណនាដោយប្រើម៉ាស៊ីនគិតលេខទាំងអស់គ្នាតែម្ដងបាទអញ្ចឹងលោកគ្រូចុច AC និង on ដើម្បីបើកឲ្យម៉ាស៊ីនដំណើរការហើយអញ្ចឹងទី1គឺយើងត្រូវចុចបាទលេខតាំងឲ្យចំនួនកពី20.55គុណនឹង42យើងចុចមកបាទលេខតាំងឲ្យចំនួនគឺ20បាទ20.55គុណនឹងបាទចុចសញ្ញាគុណតមកចុចលេខតាំងឲ្យចំនួនទៀតគឺ32ចុចសញ្ញាស្មើនោះយើងនឹងឃើញចម្លើយគឺ657.6នេះគឺជាចម្លើយបាទអរគុណច្រើនយ៉ាងម៉េចដែរបងប្អូនអរគ្នាចម្លើយរបស់បងប្អូនអរគ្នាតើត្រឹមត្រូវដែរឬទេបាទលោកគ្រូគិតថាត្រឹមត្រូវហើយព្រោះយើងប្រើម៉ាស៊ីនគិតលេខណាតោះលោកគ្រូលុបចេញវិញបន្តទៀតខ18.55ចែកបាទនេះសញ្ញាចែកនិង 6.5 ចុចសញ្ញាស្មើយើងឃើញពីចុចលេខខាងក្រោយនេះច្រើនខ្ទង់ដោយសារជាវិធីចែកគឺលោកគ្រូយកតែ3ខ្ទង់ទេនៅក្នុងផ្នែកទស្សភាគអញ្ចឹងយើងបាន 2.853 បាទណា
បាទនេះគឺជាចម្លើយខចម្លើយកបន្តទៀតគ្រូលុបចេញបាទក650ចែកនឹងពី20.5អូលោកគ្រូចុចលើសមួយអញ្ចឹងលោកគ្រូដកចេញវិញដក0ចេញមួយបាទមានណាគ្រូចុចខុសណាអញ្ចឹងលុប0មួយចោលបាទតោះស្មើម្ដងទៀតណាឥឡូវលោកគ្រូសុំចុចម្ដងទៀតបងប្អូនអរគ្នាបាទតោះ650ចែកនឹង20.5បាទស្មើ31.707បាទ31.707បាទតែពិតវាមានច្រើនទៀតណាខលលោកគ្រូលុបចេញសិនខល62.125បូកនេះសញ្ញាបូក47.18ចុចសញ្ញាស្មើនោះឃើញ109.305បាទនេះគឺផ្ទាំងចម្លើយលោតឲ្យស្រាប់បាទង135បូក27.92ស្មើ162.92បាទច953.27ដកសញ្ញាដក738.93បាទចុច93ចុចសញ្ញាស្មើបាទចម្លើយគឺ214.34បាទយ៉ាងម៉េចដែរបងប្អូនអរគ្នាតើចម្លើយរបស់បងប្អូនអរគ្នាដោយលោកគ្រូដែរទេបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការចូលរួមធ្វើប្រមាណវិធីដោយប្រើម៉ាស៊ីនគិតលេខទាំងអស់នេះលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់កាន់តែច្បាស់បាទអរគុណដូច្នេះយើងនឹងបន្តទៅដល់ចំណុចថ្មីនៃមេរៀនចាស់របស់យើងដដែលបងប្អូនអាចទូទាយមើលថាតើនៅក្នុងថ្ងៃនេះលោកគ្រូបង្រៀនបងប្អូនទាំងអស់គ្នាអំពីអ្វីបាទតោះថ្ងៃនេះយើងតាក់ទងជាមួយនឹងចំណងជើងរងចំណុចថ្មីការដោះស្រាយចំណោទដែលនៅក្នុងមេរៀនចាស់របស់យើងដែរគឺមេរៀនទី8វិធីគុណនិងវិធីចែកចំនួនទស្សភាគបាទគឺនៅក្នុងមេរៀននេះដែរគឺមានគោលបំណងឲ្យបងប្អូនទាំងអស់គ្នាឬក៏អ្នកសិក្សាទាំងអស់អាចចរនាបាទចេះពីការដោះស្រាយចំណោទលើប្រមាណវិធីចំនួនទស្សភាគនេះបានត្រឹមត្រូវផងដែរបាទដែលអាចប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងបាទអរគុណច្រើនដូច្នេះកុំឲ្យខាតពេលយូរគឺបងប្អូនទាំងអស់គ្នាចូលរួមមើលចំណោទជាមួយលោកគ្រូទាំងអស់គ្នាតោះចំណោទទី1ចឹងបងប្អូនបានដឹងអំពីរបៀបនៃការដោះស្រាយចំណោទដើម្បីដោះស្រាយចំណោទបានថាតើបងប្អូនទាំងអស់គ្នាត្រូវធ្វើដូចម្ដេចយើងបានសិក្សាពីការដោះស្រាយចំណោទច្រើនដងដែរហើយបាទតើយើងត្រូវធ្វើដូចម្ដេចតោះសាក់នឹកមើលថាតើយើងត្រូវធ្វើដូចម្ដេចដើម្បីដោះស្រាយចំណោទបានបាទអរគុណអញ្ចឹងដើម្បីដោះស្រាយចំណោទដែលយើងបានសិក្សាពីមេរៀនមុនគឺដើម្បីដោះស្រាយបានគឺទាំងអស់គ្នាត្រូវតែអានប្រធានចំណោទនោះឲ្យយល់ច្បាស់ជាមុនសិនបាទអានម្ដងហើយម្ដងទៀតដើម្បីឲ្យយល់ច្បាស់ទី2ចំណុចទី2គឺយើងចាប់ផ្ដើមជ្រើសរើសប្រមាណវិធីនិងសរសេរជាល្បះលេខបាទមានថាយើងជ្រើសរើសថាប្រមាណវិធីតើចំណោទទាំងអស់ហ្នឹងគេធ្វើប្រមាណវិធីអ្វីសរសេរជាល្បះលេខប្រមាណវិធីគុណចែកបូកដកអីយ៉ាងម៉េចបាទមួយទៀតទី3គឺយើងចាប់ផ្ដើមដោះស្រាយតែម្ដងបាទដោះស្រាយហើយយើងនឹងផ្ទៀងផ្ទាត់ឥឡូវបងប្អូនអរគ្នាសង្កេតមើលចំណោទរបស់យើងចំណោទទី1របស់យើងតើចូលរួមអានអរគ្នាចំណោទទី1ចំការមួយមានរាងចតុកោណកែង
តតឹងមានប្រវែង 35.25 ម៉ែត្រ និងបណ្ដោយវែងជាងតតឹង 4 ដង គេលក់ដីចំការនោះថ្លៃ $5.8 ក្នុង 1 ម៉ែត្រការ៉េ សំណួរសួរថាតើចំការនោះលក់បានថ្លៃប៉ុន្មានដុល្លារ ម្ដងទៀត ចំការមួយរាងចតុកោណកែង តតឹងមានប្រវែង 35.25 ម៉ែត្រ និងបណ្ដោយវែងជាងតតឹង 4 ដង គេលក់ដីចំការនោះថ្លៃ $5.8 ក្នុង 1 ម៉ែត្រការ៉េ តើចំការនោះលក់បានថ្លៃប៉ុន្មានដុល្លារ បាទព្រោះគេគិតជាដុល្លារណា ចឹងបងប្អូនអានហើយបងប្អូនមើលយល់ថាដើម្បីគណនាតម្លៃដីដែលគេគិតជាដុល្លារបានតើបងប្អូនអរគ្នាត្រូវធ្វើដូចម្ដេច គិតមើលថាតើយើងត្រូវធ្វើដូចម្ដេច បាទចឹងដើម្បីដោះស្រាយចំណោទនេះបានគឺវាមានតំណែងតំណងគ្នាតាមលំដាប់ចឹងទី1ចំការនោះថ្លៃលក់ថ្លៃប្រមាណដើម្បីគណនាបានគឺបងប្អូនអរគ្នាត្រូវយកតម្លៃក្នុង 1 ម៉ែត្រការ៉េនេះទៅណា បាទគឺយើងយកតម្លៃក្នុង 1 ម៉ែត្រការ៉េនេះទៅគុណជាមួយនឹងផ្ទៃក្រឡានៃចំការនេះសរុបណាបាទអញ្ចឹងយើងបានដើម្បីរកតម្លៃចំការគូសុំសរសេរកន្លែងនេះមានរកតម្លៃចំការតម្លៃលក់ណាតម្លៃលក់នៃចំការហ្នឹងគឺស្មើនឹងផ្ទៃកន្លាក្នុង 1 ម៉ែត្រការ៉េមានណាផ្ទៃក្នុង 1 ម៉ែត្រការ៉េសំទោសតម្លៃក្នុង 1 ម៉ែត្រការ៉េនេះ 1 ម៉ែត្រការ៉េទៅគុណនឹងផ្ទៃក្រឡាសរុបឥឡូវយើងលោកគ្រូសួរបន្តទៀតសិនតើផ្ទៃក្រឡានេះផ្ទៃកន្លាសរុបហ្នឹងផ្ទៃកន្លាចំការហ្នឹងមានហើយនៅផ្ទៃកន្លាចំការមានហើយឬនៅអត់មានទេគឺគេគ្រាន់តែចំការមួយមានបណ្ដោយមានតតឹងប៉ុន្តែតតឹងគេប្រាប់តែបណ្ដោយគេប្រាប់ទៀតថាបណ្ដោយវែងជាងតតឹង 4 ដង ចឹងបណ្ដោយគេមិនទាន់បានប្រាប់ច្បាស់លាស់គ្រាន់តែប្រាប់ថាវែងជាង 4 ដងតែមិនដឹងថាវែងជាង 4 ដងហ្នឹងប្រវែងពិតប្រាកដវាប្រមាណទេចឹងយើងដឹងថាចំការរៀងចតុកោណកែងនេះវាយើងរត់យើងកណនាទៅវាអត់ទាន់មាននេះផ្ទៃកន្លាចំការចឹងយើងត្រូវរកផ្ទៃកន្លាចំការសិនផ្ទៃកន្លាចំការផ្ទៃកន្លាស្មើអីផ្ទៃកន្លាគឺចំការរៀងចតុកោណកែងបើរៀងចតុកោណកែងគឺរូបមន្តរបស់យើងតតឹងគុណនឹងបណ្ដោយបាទនេះលោកគ្រូអាណាលំនាំឲ្យបងប្អូនអរគ្នាគិតលើភៅព្រៀងណាតតឹងគុណនឹងបណ្ដោយនេះបើយើងរកផ្ទៃកន្លាឃើញយើងបានហើយតម្លៃលក់នៃចការហ្នឹងឃើញហើយតតឹងមានអត់តតឹងមានហើយនេះគឺ 35.25 ម៉ែត្រតែតតឹងសំទោសតែបណ្ដោយมันតាន់មានទេត្រូវអត់បណ្ដោយអត់តាន់មានទេយើងត្រូវរកបណ្ដោយសិនតើបណ្ដោយនឹងស្មើនឹងប៉ុន្មានណបណ្ដោយនឹងស្មើនឹងប៉ុន្មានតោះយើងមើលទៅលើបើសិនជាយើងគូសអង្កត់ឥឡូវបងប្អូនទាំងអស់គ្នាសង្កេតមើលបើសិនជាលោកគ្រូគូសអង្កត់បាទតាំងអង្កត់តើចូលរួមទាំងអស់គ្នាអង្កត់តាំងនៃប្រវែងបាទទៅមិនតាំងអង្កត់តាំងអង្កត់តាំងនៃប្រវែងបាទតតឹងនិងបណ្ដោយរបស់ចំការបាទរបស់ចំការឥឡូវយើងមើលតតឹងរបស់ចំការគឺប្រវែង 35.25 ចឹងលោកគ្រូសុំតាំងអង្កត់តតឹងមួយសិន
តតឹងបាទតតាំងតតឹងចឹងបើអង្កត់តាំងតតឹង 35.25 ម៉ែត្រលោកគ្រូតាំងអង្កត់1បាទនេះគឺរបស់តតឹងបាទគឺ 35.25 ម៉ែត្រដល់ពេលបណ្ដោយបាទបណ្ដោយគឺគេថាវាវែងជាងតតឹងចំនួន4 ដងអញ្ចឹងបើសិនជាម្ដងនេះវានៅស្មើតតឹងនេះមានន័យថាប្រវែងនេះគឺស្មើនឹងតតឹងប៉ុន្តែវាវែងជាងតតឹងនឹងចំនួន4 ដងទៀតបាទតោះឥឡូវយើងមើលឲ្យតាន់បាទវែងជាងតតឹង4 ដងប្រវែងនេះគឺស្មើនេះស្មើមានន័យថាប្រវែងនេះគឺស្មើនឹង 35.25 ម៉ែត្រតោះមកវែងជាងតតឹង4 ដងម្ដងបាទម្ដង2 ដង3 ដង4 ដងនេះ1 2 3 4បាទវែងជាង4 ដងចុះបងប្អូនគិតមើលបើប្រវែងនេះ 35.25 តើប្រវែងនេះលើវែងជាងម្ដងតើស្មើប៉ុន្មានដែរប្រវែងហ្នឹងបាទប្រវែងហ្នឹងក៏ស្មើនឹង 35.25 ដែរដោយសារអីព្រោះវែងជាងម្ដងអានេះម្ដងបាទប្រវែងនេះ 35.25 ដែរ2 ដងប្រវែងនេះក៏ដូចគ្នាបាទប្រវែងនេះក៏ដូចគ្នាពីព្រោះវែងជាង4 ដងតោះឥឡូវបងប្អូនសង្កេតមើលបន្តដើម្បីរកប្រវែងបណ្ដោយបងប្អូនមើលនេះនៅលើគំនូសតាងរបស់យើងណាប្រវែងបណ្ដោយគឺប្រវែងសរុបអង្កត់នៃប្រវែងបណ្ដោយគឺ1 2 3 4 5មានន័យថាម្ដងនេះគឺស្មើតតឹង4 ដងនេះគឺវែងជាងតតឹង4 ដង1 2 3 4អញ្ចឹងដើម្បីរកប្រវែងបណ្ដោយតើបងប្អូនអរគ្នាទៅធ្វើដូចម្ដេចកាលណាបូកតួដូចគ្នាបាទមានន័យថាយើងយកតម្លៃគុណតម្លៃក្នុងមួយតួគុណនឹងចំនួនតួ1 2 3 4 5អញ្ចឹងចំនួនតួមាន5 1 2 3 4 5អញ្ចឹងមានន័យថាយកប្រវែងក្នុងមួយអង្កត់ហ្នឹងគុណនឹង5បាទឥឡូវបងប្អូនអរគ្នាសង្កេតមើលបន្តបាទតោះអញ្ចឹងលោកគ្រូសូមដាក់ប្រមាណវិធីខាងលើបាទមិញបងប្អូនអរគ្នាបានប្រាប់លោកគ្រូហើយគឺយើងយកប្រវែងបណ្ដោយគឺយក35.25 គុណនឹង5ព្រោះ5 ដងណាគុណនឹង5បាទតោះចាប់ផ្ដើមគុណឲ្យលោកគ្រូបងអាចសាកករណីគុណឲ្យលោកគ្រូលើភៅព្រៀងឲ្យលោកគ្រូសិនមកលោកគ្រូដាក់ប្រមាណរបៀបឆ្លើយខាងក្រោមនេះបាទតោះគឺយើងរកប្រវែងបណ្ដោយមានន័យថាយើងត្រូវរកអ្វីដែលគេសួរសិនហើយចាំយើងរកប្រវែងបណ្ដោយតាមក្រោយណាតោះរកតម្លៃនៃចំការដែលលក់បាទគិតជាដុល្លារអញ្ចឹងដើម្បីរកអានឹងបានត្រូវយើងរកប្រវែងបណ្ដោយសិនបាទរកប្រវែងបណ្ដោយនៃចំការតោះ35.25 គុណនឹង5គុណឲ្យលោកគ្រូ
5 đong 25 សរសេរលេខ 5 ត្រាទុក 2 5 2 ដង 10 10 បូកនឹងត្រាទុក 2 12 សរសេរលេខ 2 ត្រាទុក 1 5 5 ដង 25 បូកនឹងត្រាទុក 1 26 សរសេរលេខ 6 ត្រាទុក 2 5 3 ដង 15 15 បូកនឹងត្រាទុក 2 17 បាទកាលណាយើងគុណចំនួនតួសភាគនិងចំនួនគុណផលគុណនៃចំនួននេះគឺស្មើផ្នែកនៃតួសភាគនេះគឺស្មើនឹងផ្នែកតួសភាគនៃតួគុណបាទអញ្ចឹងផលគុណវាបើតួគុណវា2ខ្ទង់ផលគុណក៏ផ្នែកតួសភាគ2ខ្ទង់ដែរអញ្ចឹងយើងរាប់មក1 2បាទអញ្ចឹងចម្លើយបណ្ដោយគឺស្មើនឹង 176.25 ម៉ែត្រនេះគឺជាប្រវែងរបស់បណ្ដោយអញ្ចឹងប្រវែងរបស់បណ្ដោយឃើញហើយទទឹងមានហើយតើយើងអាចរកផ្ទៃកាឡាបានអត់បាទនេះយើងអាចរកផ្ទៃកាឡាបានហើយតោះយើងចាប់ដើមរកផ្ទៃកាឡារកផ្ទៃក្រឡាចំការតោះផ្ទៃកាឡាចំការគឺទទឹងគុណនឹងបណ្ដោយយើងមើលទទឹងយើងគឺ35.25 គុណនឹងបណ្ដោយគឺនេះបណ្ដោយយើងរកឃើញ 176.25 តោះស្មើប្រមាណធ្វើប្រមាណវិធីមកតោះលោកគ្រូយក176ដាក់ខាងលើក៏បានដែរណាព្រោះលោកគ្រូចង់យកអា5ខ្ទង់នេះទៅដាក់លើព្រោះគុណវាមានលក្ខណៈត្រឡប់អត់បញ្ហាទេ.25 ចុចបាទគុណនឹង35.25 5តើយក5គុណគ្រប់តួទាំងអស់5 5 ដង 25 សរសេរលេខ 5 ត្រាទុក 2 លោកគ្រូសុំត្រាទុកខាងក្រៅណាបាទ5 2 ដង 10 10 បូកនឹងត្រាទុក 2 12 សរសេរលេខ 2 ត្រាទុក 1 បាទ5 2 5 6 ដង 30 បូកនឹងត្រាទុក 1 31 សរសេរលេខ 1 ត្រាទុក 3 5 7 ដង 35 35 បូកនឹងត្រាទុក 3 38 សរសេរលេខ 8 ត្រាទុក 3 5 ម្ដង 5 5 បូកនឹងត្រាទុក 3 8 គុណ 2 ម្ដងមានថា2យកគុណគ្រប់តួ 2 5 ដង 10 សរសេរលេខ 0 ត្រាទុក 1 2 2 ដង 4 4នឹងត្រាទុក 1 5 2 6 ដង 12 12 បូកនឹងត្រាទុក 1 13សំទោសមិញយើងអត់មានត្រាទុកទេណាបាទ12សរសេរលេខ 2 ត្រាទុក 1 2 7 ដង 14 14 បូកនឹងត្រាទុក 1 នេះគឺ15សរសេរលេខ 5 ត្រាទុក 1 2 ម្ដង 2 2 បូកនឹងត្រាទុក 1 3តោះបន្តទៀត5គុណនឹងគ្រប់តួទៀតដូចគ្នា5 5 ដង 25សំទោស5 5 ដង 25សរសេរលេខ 5 ត្រាទុក 2 5 2 ដង 10 10 បូកត្រាទុក 2 12សេលេខ 2 ត្រាទុក 1 5 6 ដង 30 30 បូកត្រាទុក 1 31សេលេខ 1 ត្រាទុក 3 5 7 ដង 35 35 បូកនឹងត្រាទុក 3 38សេលេខ 8 ត្រាទុក 3 5 ម្ដង 5 5 បូកត្រាទុក 3 8 3 5 ដង 15 សរសេរលេខ 5 ត្រាទុក 1 3 2 ដង 6 6 បូកនឹងត្រាទុក 1 7 3 18 18 សរសេរលេខ18សរសេរលេខ 8 ត្រាទុក 1 3 7 ដង 21 21 បូកត្រាទុក 2 22 សរសេរលេខ 2 ត្រាទុក 2 3 ម្ដង 3 3 បូកនឹងត្រាទុក 2 5ចា៎បូកមក5 2 5 បូក 1 បូក 5 6 6 បូក 5 11 11សេលេខ 1 ត្រាទុក 1 8 បូក 2 10 10 បូក 2 12 12 បូក 5 17 17 បូកនឹងត្រាទុក 1
đọc 8 សរសេរលេខ 8 ត្រាទុក 1 8 បូក 5 13 13 បូក 1 14 14 បូកនឹង 7 21 21 បូកនឹងត្រាទុក 2 22 សរសេរលេខ 2 ត្រាទុក 2 3 បូក 8 11 11 បូក 8 បាទ 19 19 បូកនឹង 2 21 សរសេរលេខ 1 ត្រាទុក 2 8 បូក 2 10 10 បូកនឹងត្រាទុក 2 12 សរសេរលេខ 2 ត្រាទុក 1 5 បូក 1 6 យើងមើលផលនៃផ្នែកទស្សនវិជ្ជារបស់យើងមានប្រមាណខ្ទង់បាទគេថាដើម្បីគុណចំនួនទស្សនវិជ្ជានិងចំនួនទស្សនវិជ្ជាយើងមានថាយើងគុណដោយចំនួនគុណហើយផលគុណគឺស្មើនឹងផ្នែកទស្សនវិជ្ជានៃផលគុណគឺស្មើនឹងផ្នែកទស្សនវិជ្ជានៃតួគុណទាំងពីរបូកបញ្ចូលគ្នា1 2 3 4អញ្ចឹងផ្នែកទស្សនវិជ្ជានៃផលគុណក៏4ដែរ1 2 3 4បាទនេះគឺជាផ្ទៃកន្លារបស់ចំការ6,800.8125 ម៉ែត្រការ៉េនេះគឺជាផ្ទៃកន្លាបាទអញ្ចឹងចាប់ផ្ដើមបន្តគឺចាប់ផ្ដើមរកតម្លៃនេះសំទោសយើងបានបាទព្រោះយើងបានតម្លៃចំការហើយគឺយកផ្ទៃកន្លាទាំងអស់គុណតម្លៃក្នុង 1 ម៉ែត្រការ៉េបាទយើងបានបាទតម្លៃចំការបាទតម្លៃនៃចំការបាទយើងមើលដោយ1 ម៉ែត្រការ៉េគឺតម្លៃ $5.8 ដូច្នេះបើសិនជាផ្ទៃកន្លាប៉ុណ្ណឹងម៉ែត្រការ៉េតើស្មើនឹងប៉ុន្មានដុល្លារអញ្ចឹងយើងធ្វើប្រមាណវិធីបាទគឺប្រមាណវិធីគុណមានន័យថាយកតម្លៃក្នុង 1 ម៉ែត្រការ៉េនេះ $5.8 បាទគុណនឹងផ្ទៃកន្លាគឺ 6,212.8125 បាទតោះស្មើនឹងប្រមាណចាប់ផ្ដើមចូលរួមគុណទាំងអស់គ្នាចឹងលោកគ្រូសូមយកផ្ទៃកន្លានេះយកមកដាក់ខាងលើវិញណាមានន័យថាយើងគុណមានលក្ខណៈត្រឡប់ចឹងលោកគ្រូយកមកដាក់មក 6,212.8125 គុណនឹង 5.8 តោះចូលរួមគុណទាំងអស់គ្នាជាមួយលោកគ្រូតោះយើងចូលរួមគុណទាំងអស់គ្នាចឹងយក 8 គុណគ្រប់តួទាំងអស់ 8 5 ដង 40 សរសេរលេខ 0 ត្រាទុក 4 8 2 ដង 16 16 បូកនឹងត្រាទុក 4 20 សរសេរលេខ 0 ត្រាទុក 2 8 ម្ដង 8 8 បូកនឹងត្រាទុក 2 10 សរសេរលេខ 0 ត្រាទុក 1 8 8 ដង 64 64 បូកនឹងត្រាទុក 1 65 សរសេរលេខ 5 ត្រាទុក 6 8 2 ដង 16 16 បូកនឹងត្រាទុក 6 22 សរសេរលេខ 2 ត្រាទុក 2 8 ម្ដង 8 8 បូកនឹងត្រាទុក 2 10 សរសេរលេខ 0 ត្រាទុក 1 8 2 ដង 16 16 បូកនឹងត្រាទុក 1 17 សរសេរលេខ 7 ត្រាទុក 1 8 6 ដង 48 48 បូកនឹងត្រាទុក 1 49 បាទយើងគុណ 5 ម្ដងគឺ 5 គុណនឹងគ្រប់តួទាំងអស់ 5 5 ដង 25 សរសេរលេខ 5 ត្រាទុក 2 5 2 ដង 10 10 បូកនឹងត្រាទុក 2 បាទ 12 សរសេរលេខ 2 ត្រាទុក 1 5 ម្ដង 5 5 បូកនឹងត្រាទុក 1 6 5 8 ដង 40 សរសេរលេខ 0 ត្រាទុក 4 8 សំទោស 5 2 ដង 10 10 បូកនឹងត្រាទុក 4 14 សរសេរលេខ 4 បាទ ត្រាទុក 1 បាទ 5 ម្ដង 5 5 បូកនឹងត្រាទុក 1 6 សរសេរលេខ 6 5 2 ដង 10 10 បូកនឹងសំទោសមិញ
ម្ដង5ហើយ5 2 ដង 10 សរសេរលេខ0 ត្រាទុក1 5 6 ដង 30 30 បូកនឹងត្រាទុក1 31 បាទតោះយើងចូលរួមបូកបាទតោះ0 5 0 បូក 2 2 5 បូក 6 11 សរសេរលេខ1 ត្រាទុក1 1 បូក 2 បូក 0 2 2 បូក ត្រាទុក1 3 0 បូក 4 4 7 បូក 6 13 សរសេរលេខ3 ត្រាទុក1 9 បូក 0 9 9 បូក ត្រាទុក1 10 សរសេរលេខ0 ត្រាទុក1 4 បូក 1 5 5 បូក នឹង ត្រាទុក1 6 បាទ3លាក់ចុះអញ្ចឹងយើងមើលផលគុណរបស់យើងដោយសារតែផលគុណរបស់យើងគឺជាការគុណចំនួនទស្សភាគនិងចំនួនទស្សភាគដូច្នេះការគុណចំនួនទស្សភាគនិងចំនួនទស្សភាគផ្នែកទស្សភាគនៃតួគុណផ្នែកទស្សភាគនៃផលគុណគឺស្មើនឹងផ្នែកទស្សភាគនៃតួគុណទាំងពីរបូកបញ្ចូលគ្នាអញ្ចឹងយើងមើល1 2 3 4 5អញ្ចឹងផ្នែកទស្សភាគនៃតួគុណទាំងពីរគឺ5អញ្ចឹងចម្លើយរបស់យើងនៃផលគុណក៏5ដែរ1 2 3 4 5បាទដូច្នេះតម្លៃនៃចំការគឺបាទរាយ10 100 ពាន់ម៉ឺនអញ្ចឹង 30,000 ជាងនេះ $30,000 ជាងណាអញ្ចឹងយើងស្មើនឹង 36,034 ចុច 31,250 បាទដុល្លារណាបាទតោះឆ្លើយថាចំការនោះតម្លៃនេះគេសួរនេះតម្លៃនៃចំការនោះលោកបានតម្លៃមកឆ្លើយថាចំការនោះលក់បានតម្លៃបាទនេះតម្លៃរបស់យើង 36,034 ចុច $31,250 បាទមិនដែរបងប្អូនអរគ្នាអរគុណបងប្អូនអរគ្នាសម្រាប់ការចូលរួមដោះស្រាយចំណោទជាមួយលោកគ្រូបាទដូច្នេះដើម្បីដោះស្រាយចំណោទបងប្អូនដឹងហើយគឺយើងត្រូវការអានចំណោទឲ្យច្បាស់សិនបាទហើយយើងចាប់ផ្ដើមធ្វើការដោះស្រាយដោយមានប្រមាណវិធីនិងមានរបៀបឆ្លើយអញ្ចឹងចំណោទរបស់លោកគ្រូបានឧទាហរណ៍រួចហើយអស់មួយហើយអញ្ចឹងដូច្នេះដើម្បីឲ្យកាន់តែច្បាស់លោកគ្រូមានចំណោទមួយទៀតជូនបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនអរគ្នាយកសៀវភៅរបស់បងប្អូនដោះស្រាយចំណោទរបស់លោកគ្រូគឺចំណោទទី2តោះចាប់ផ្ដើមអានប្រធានចំណោទហើយដោះស្រាយតែម្ដងចំណោទទី2មីងនីកាត់ខោមួយប្រើកំណាត់សំពត់អស់ 1.25 ម៉ែត្របើគាត់កាត់ខោ8តើគាត់ត្រូវប្រើកំណាត់សំពត់អស់ប៉ុន្មានបាទគឺប្រមាណម៉ែត្រហ្នឹងហើយដល់ទៀតមីងនីកាត់ខោមួយប្រើកំណាត់សំពត់អស់ 1.25 ម៉ែត្របើគាត់កាត់ខោ8តើគាត់ត្រូវប្រើកំណាត់សំពត់អស់ប៉ុន្មានតោះចាប់ផ្ដើមដោះស្រាយបងប្អូនជួយមើលបើខោមួយគេប្រើកំណាត់អស់តែប៉ុណ្្នេះទេបើខោ8ប្រើកំណាត់ប៉ុន្មានបាទគឺយើងត្រូវធ្វើប្រមាណដើម្បីរកកំណាត់សំពត់ដែលគាត់ត្រូវប្រើនេះគឺយើងត្រូវធ្វើប្រមាណវិធីបាទប្រមាណវិធីគុណមានន័យថាយកកំណាត់ក្នុងមួយខោគុណជាមួយនឹងចំនួនខោ8គឺយើងនឹងឃើញប្រវែងនៃកំណាត់នោះហើយ
តោះអញ្ចឹងយើងចាប់ដើមដោះស្រាយជាមួយលោកគ្រូលោកគ្រូសម្ដាក់ប្រមាណវិធីមួយទៀតរបៀបឆ្លើយបាទតោះរករកកំណាត់សម្ពុតដែលមីនីត្រូវប្រើរកកំណាត់រកប្រវែងបាទរកប្រវែងកំណាត់សម្ពុតកំណាត់សម្ពុតដែលមីនីត្រូវរកប្រវែងកំណាត់សម្ពុតដែលមីនីត្រូវប្រើទាំងអស់បាទតោះយើងបានយកប្រវែងមានន័យថាប្រវែងកំណាត់ក្នុងខោមួយទៅគុណនឹងបាទចំនួនខោ8ពីព្រោះខោរបស់គាត់ត្រូវកាត់ខោ8តោះប្រមាណវិធី1.25 ម៉ែត្រគុណនឹងបាទ8អញ្ចឹងយើងមើលគឺជាការគុណចំនួនទស្សភាគនិងចំនួនគុតអញ្ចឹងយើងត្រូវគុណដោយចំនួនគុតដែរប៉ុន្តែគ្រាន់តែផ្នែកទស្សភាគនៃផលគុណគឺស្មើនឹងផ្នែកទស្សភាគនៃតួគុណតោះ8 5 ដង 40 សរសេរលេខ0ត្រាទុក4 8 2 ដង 16 16 បូកនឹងត្រាទុក4 20 សរសេរលេខ0ត្រាទុក2 8 ម្ដង 8 8 បូកត្រាទុក2 10បាទអញ្ចឹងយើងមើលផ្នែកទស្សភាគមានប៉ុន្មានខ្ទង់1 2អញ្ចឹងផលគុណក៏មានផ្នែកទស្សភាគ2ខ្ទង់ដែរ1 2បាទអញ្ចឹង100សំទោស 10.00 គឺស្មើនឹង10បាទអញ្ចឹងស្មើនឹង10ម៉ែត្របាទដូចនេះយើងឆ្លើយថាមកឆ្លើយថាមីនីត្រូវប្រើកំណាត់ចំនួនបាទ10ម៉ែត្របាទឬក៏ឆ្លើយថាមីនីត្រូវប្រើកំណាត់ដែលប្រើកំណាត់ទាំងអស់គឺ10ម៉ែត្របាទបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការចូលរួមដោះស្រាយចំណោទជាមួយលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់ច្បាស់អំពីរបៀបដោះស្រាយចំណោទនេះដោយយើងទៅអានប្រធានចំណោទនោះឲ្យបានយល់ច្បាស់បន្ទាប់មកគឺយើងចាប់ផ្ដើមជ្រើសរើសប្រមាណវិធីនិងសរសេរជាល្បះលេខហើយយើងនឹងធ្វើការដោះស្រាយហើយយើងនឹងទៀងទាត់បាទអរគុណអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់បន្ថែមទៀតគឺលោកគ្រូមេរៀនរបស់លោកគ្រូបានបញ្ចប់ហើយដូច្នេះលោកគ្រូនឹងមានកិច្ចការផ្ទះជូនបងប្អូនទាំងអស់គ្នាសម្រាប់ការបាទដោះស្រាយបន្ថែមបាទកណនីដោះស្រាយចំណោទបន្ថែមទៀតឲ្យកាន់តែច្បាស់តើឥឡូវបងប្អូនមើលកិច្ចការផ្ទះរបស់យើង
បាទកិច្ចកាប់ផ្ទះតោះអានទាំងអស់គ្នាពូធីមានសាំង2ធុងធុងទី1មានសាំង25លីត្រនិងធុងទី2មានសាំង20លីត្រគាត់ច្រកសាំងទាំង2ធុងគាត់ច្រកសាំងទាំង2ធុងច្រកចូលក្នុងដបដែលមានចំណុះ 0.9 លីត្រក៏តើគាត់ច្រកសាំងទាំងអស់បានប៉ុន្មានដបខតើគាត់លក់សាំងទាំងអស់បានប៉ុន្មានរៀលបើសាំងមួយដបថ្លៃ2500រៀលបាទតោះមិនដែរបងប្អូនអរគ្នាលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ច្បាស់ដើម្បីដោះស្រាយគឺបងប្អូនទាំងអស់គ្នាត្រូវព្យាយាមអានហើយគិតម្ដងហើយម្ដងទៀតដើម្បីជ្រើសរើសប្រមាណវិធីឲ្យបានត្រឹមត្រូវបាទអរគុណច្រើនសម្រាប់ការចូលរួមសិក្សាជាមួយលោកគ្រូនៅក្នុងម៉ោងសិក្សាមួយនេះលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានធ្វើកិច្ចការផ្ទះរបស់លោកគ្រូបាទនឹងកិច្ចការរបស់សាលាដែលលោកគ្រូអ្នកគ្រូនៅតាមសាលារបស់បងប្អូនលោកនឹងផ្ដល់ជូនបងប្អូនបន្ថែមទៀតបាទសង្ឃឹមថាធ្វើកិច្ចការទាំងអស់នោះដោយយកចិត្តទុកដាក់បាទអរគុណច្រើនសម្រាប់ការសិក្សារបស់បងប្អូនដូច្នេះមេរៀនរបស់លោកគ្រូនៅពេលនេះគឺមេរៀនគណិតវិទ្យាថ្នាក់ទី6មេរៀនទី8វិធីគុណនិងវិធីចែកចំនួនទស្សភាគចំណងជើងរងការដោះស្រាយចំណោទបាទនៅពេលនេះលោកគ្រូសូមបញ្ចប់ហើយលោកគ្រូត្រូវផ្ដាំនឹងផ្ដាំផ្ញើបងប្អូនទាំងអស់គ្នាកុំភ្លេចលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលនិងជែលដើម្បីកម្ចាត់ពីមេរោគផ្សេងៗផងដែរហើយលោកគ្រូជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អសុវត្ថិភាពនិងរៀនកាន់តែពូកែយើងនឹងជួបគ្នាជាថ្មីម្ដងទៀតបាទនៅក្នុងមេរៀនបន្តទៀតបាទសូមអរគុណសូមជម្រាបលា